លោកសេងគុណអភិបាលខណ្ឌមានជ័យនិងក្រុមការងារខណ្ឌនាំយកបច្ច័យនិងទេយ្យទានចូលរួមពិធីកាន់បិណ្ឌវេនទី10នៅវត្តចាក់អង្រែក្រោមរាជធានីភ្នំពេញថ្ងៃពុធ10រោចខែភទ្របទឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី17ខែកញ្ញាឆ្នាំ2025ជាថ្ងៃកាន់បិណ្ឌវេនទី10លោកសេងគុណអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យព្រមទាំងលោកស្រីអភិបាលរងក្រុមការងារក្រមអាវ៉ាត់ខណ្ឌនាំយកបច្ច័យនិងទេយ្យទានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី10ជាមួយប្រជាពុទ្ធបរិស័ទនៅវត្តចាក់អង្រែក្រោមរាជធានីភ្នំពេញលោកអភិបាលខណ្ឌមានជ័យបានចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី10នៅវត្តចាក់អង្រែក្រោមតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដោយបានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនវីរៈជនស្នេហាជាតិញាតិកាទាំង7សន្តានពិសេសជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីការពារបូរណភាពទឹកដីនិងបានបួងសួងសុំសេចក្តីសុខចម្រើនជូនជាតិមាតុភូមិក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបជានិច្ចនិរន្តរ៍តរៀងទៅសូមបញ្ជាក់ថាបុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋខ្មែរប្រពធ្វើតាំងពីបុរាណកាលមកចាប់ពីថ្ងៃ1រោចដល់ថ្ងៃ15រោចខែភទ្របទដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតិកាទាំង7សន្តានរួមមានជីដូនជីតាមាតាបិតាបងប្អូនកូនចៅគ្រូឧបជាយាចាបុព្វការីជនបុព្វបុរសជាតិនិងបងប្អូនជនរួមជាតិទាំងឡាយដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខនិងសូមអញ្ជើញមកទទួលយកផល្លាអានិសង្សបានគ្រប់គ្នាពីខ្ញុំបាទកែវរដ្ឋារាយការណ៍ពិសេសចេញពីខណ្ឌមានជ័យរាជធានីភ្នំពេញ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ